ធានាធិបតីចិនលោកស៊ីជីនពីងនៅថ្ងៃទី26 ខែមិថុនាឆ្នាំ2026បានប្រកាសថាចិនត្រៀមបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជាការប្រកាសដែលធ្វើឡើងក្នុងជំនួបជាមួយលោកហ៊ុនសែនប្រធានប្រសិទ្ធិនិងជាប្រធានគណៈបកប្រជាជនកម្ពុជានៅទីក្រុងប៉េកាំងប្រទេសចិនតើភាពជាដៃគូសន្តិសុខនេះមានន័យដូចម្តេចហើយអាចផ្ដល់អ្វីដល់កម្ពុជាសារព័ត៌មានរដ្ឋចិនស៊ីនហួរនិង China Daily បានបញ្ជាក់ថាភាពជាដៃគូនេះគឺស្ថិតនៅក្នុងបរិបទនៃការពង្រឹងសន្តិភាពស្ថិរភាពការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិព្រមទាំងការបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអនឡាញដែលចិនហៅថាជាបញ្ហារ៉ាំរ៉ៃត្រូវដកឫសចេញពីអ្វីដែលភាគីចិននិងភាគីកម្ពុជាបានលើកឡើងភាពជាដៃគូសន្តិសុខអាចគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិសន្តិសុខជាតិការអនុវត្តច្បាប់ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនសន្តិសុខ Cyber ការផ្លាស់ប្តូរព័ត៌មាននិងការពង្រឹងសមត្ថភាពសន្តិសុខរវាងប្រទេសទាំងពីរនេះបើយោងទៅតាម China Daily អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកកិនភីយល់ថាភាពជាដៃគូសន្តិសុខមិនមែនជាសម្ព័ន្ធមិត្តយោធាឬកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកនោះទេជាទូទៅវាគ្របដណ្ដប់ទាំងសន្តិសុខប្រពៃណីដូចជាការការពារជាតិនិងសន្តិសុខព្រំដែនព្រមទាំងសន្តិសុខមិនប្រពៃណីដូចជាក្រតកម្មឆ្លងដែនសន្តិសុខ Cyber និងការឆបោកអនឡាញលោកកិនភៀននិយាយថាការប្រកាសនេះបង្ហាញថាទំនាក់ទំនងកម្ពុជាចិននៅតែបន្តរឹងមាំប៉ុន្តែលោកក៏បានរំលឹកថាកម្ពុជាត្រូវបកស្រាយភាពជាដៃគូនេះដោយប្រុងប្រយ័ត្នដើម្បីជៀសវាងការយល់ច្រឡំពីសំណាក់ភាគីផ្សេងៗចំណែកលោកញិលរដ្ឋាអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថាកិច្ចសហប្រតិបត្តិការនេះអាចជួយកម្ពុជាពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទទួលបានការផ្លាស់ប្តូរជំនាញបច្ចេកវិទ្យានិងបទពិសោធន៍ផ្នែកសន្តិសុខនិងការពារជាតិទោះយ៉ាងណាលោកថាកម្ពុជាគួរបន្តរក្សានយោបាយការបរទេសពហុនិយមនិងបញ្ជាក់ឲ្យច្បាស់ថាកិច្ចសហប្រតិបត្តិការនេះគឺដើម្បីពង្រឹងស្ថិរភាពនិងការពារខ្លួនមិនមែនដើម្បីប្រឆាំងប្រទេសណាមួយឡើយលោកយងពៅអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលើកឡើងថាភាពជាដៃគូសន្តិសុខកម្ពុជាចិនគួរត្រូវមើលទាំងក្នុងបរិបទសន្តិសុខតំបន់និងសន្តិសុខជាតិរបស់កម្ពុជាប៉ុន្តែលោកសង្កត់ធ្ងន់ថាកម្ពុជាមិនគួរពឹងផ្អែកទៅលើការសន្យារបស់មហាអំណាចណាមួយតែម្នាក់ទេចំពោះលោកសន្តិសុខដែលរឹងមាំបំផុតគឺការពង្រឹងសមត្ថភាពខ្លួនឯងជាពិសេសការកែតម្រង់ស៊ីជម្រៅក្នុងវិស័យការពារជាតិការធ្វើទំនើបកម្មកងទ័ពការទទួលស្គាល់ចំណុចខ្វះខាតនិងការសម្អាតភាពមិនប្រក្រតីនៅក្នុងស្ថាប័នដើម្បីឲ្យប្រព័ន្ធការពារជាតិរឹងមាំពីខាងក្នុងខ្ញុំរស់សុធាពី News Today NTTV អង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងៗទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម